Trà số đấy xe rót anh ấy nhầm hai đặc biệt khả năng ca cho mình chia tên tầm định là khả năng atom mỹ á chân cứ dân cho tất cả website atom mỹ máu chân website vào dưới electronic cứ w đó atomy com /ka chân dân tập bản nó dân bị trốn viên năng load nó dân click atomy Cambodia top cái này năng hái cái dân chấp đàm khơi nhập tiền cái đây chu nằm năng sáng chân dân cho thạch nó lơ screen môi cho là phục việc năng tới viên năng load mặt bom nhìn nó hay cho tất cả website này dân baric viết hay dân cho lực biết thằng cho pra đang cho pra này đấy cứ dân login cho môi năng ID xung quanh vào dưới hay là password vào trường cho chấn đây xung quanh vào dưới bên đi nè hay bắt đầu mất password môi đầu của môi ấy rồi là bắt đầu virus rồi hái dân giờ check được biết thằng chỗ pra bắt đầu bị cho pra rồi hối cứ dân check được biết tham mai officeឬក៏ការបញ្ជាទិញតំណែងអញ្ចឹងយើងអាចចូលទៅមើលព័ត៌មានលម្អិតផ្សេងៗនៅក្នុងកន្លោននេះបានចាអញ្ចឹងឥឡូវខ្ញុំឲ្យមើល My Office សិនអញ្ចឹងយើងទៅចុះឈ្មោះជាសមាជិកឯងអញ្ចឹង PV សរុបរបស់យើងគឺ0យើងអត់ទាន់មានបន្ទុកដោយសារយើងអត់ទាន់មានបានបញ្ជាទិញអីទេអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅកាន់ការបញ្ជាទិញតំណែងរបស់យើងជឿពាក្យថាការទិញតំណែងមើលម៉ូដូតំណែងណាចាចឹងពាក់ព័ន្ធនឹងម៉ូដូតំណែងដែរយើងរើសតំណែងនេះយើងត្រូវទិញចឹងសម្រាប់តំណែងនេះយើងត្រូវទិញយើងអាចចុចមើលបើអត់មានឃើញផ្ទាំងទី1ទេយើងមើលនៅផ្ទាំងទី2ចានៅផ្ទាំងទី2ចឹងយើងយកលេខស្បែកអូខេនេះលេខស្បែកចាយើងយកចំនួន2ដបទៅយើងคลิกបូក2ហើយយើងដាក់ក្នុងកន្ត្រកហើយយើងចុចទៅពីអូខេតើមកយើងទៅរើសតំណែងផ្សេងទៀតឲ្យយើងត្រូវការនេះគឺជាសាប៊ូដោះខ្លួននៅជាប់គ្នាតែម្ដងចាយើងយកមកដបយើងដាក់ក្នុងកន្ត្រកហើយយើងចុចអូខេបន្ទាប់ពីរួចរាល់ហើយយើងទៅចុចឡើយណាដើម្បីយើងធ្វើការបំពេញព័ត៌មានចូលគឺយើងធ្វើការព្រិចព្រមមើលទៅយើងឃើញអស់វាមកខាងស្ដាំដៃពាក់កណ្ដាលមានពាក្យថាការទិញតំណែងចាយើងคลิกឲ្យចំមកខ្មៅហ្នឹងមកចាការទិញតំណែងអូខេអញ្ចឹងចាប់ផ្ដើមយើងคลิกទៅលើតំណែងដែលយើងបាន select មិញភាសាទៀតដល់កន្លែងគិតលុយហ្នឹងចាយើងលើកតំណែងដែលយើងយកដាក់លើដើម្បីធ្វើការទូទាត់ប្រាក់ចឹងយើងមើលត្រឹមត្រូវឲ្យហើយយើងយកពីមុខហ្នឹងដើម្បីស្រាប់34ចាមកមុខ1មកមុខ2អូខេអញ្ចឹងយើងចុចលើប៊ូតុងរបស់ Q នេះបញ្ជាក់ការទិញតំណែងដែលបានជ្រើសរើសហ្នឹងបន្ទាប់ពីរួចរាល់ហើយវាមាន2កន្លោនដែលយើងត្រូវបំពេញទី1ព័ត៌មានអំពីអតិថិជនទី3ព័ត៌មានអំពីការដឹកជញ្ជូនអញ្ចឹងខាងលើព័ត៌មានអតិថិជនយើងមិនបំពេញក៏បានដែរគឺយើងបំពេញព័ត៌មានដឹកជញ្ជូនតែម្ដងយើងចុចលើពាក្យថាដូចខាងលើក៏បានវាយឈ្មោះចូលក៏បានអញ្ចឹងខ្ញុំយកពាក្យដូចខាងលើតែម្ដងពីព្រោះ ID យើងហើយនឹងយើងក៏បានន័យថាឈ្មោះដូចគ្នាអ្នកទទួលនិងអ្នកទិញណាចាអញ្ចឹងវានឹងលោតឈ្មោះយើងមកលេខទូរស័ព្ទដែលយើងដាក់សម្រាប់ធ្វើការទិញតំណែងអញ្ចឹងយើងវាយចូល096បានទៀតទេតែមើលសិននេះពីខ្សែដែលយើងត្រូវបំពេញចូលចាខ្ញុំចុចលើនេះសិនដើម្បីឃើញលេខ096 76 72ចា4 75មួយខ្សែទៀត087 33 34 05ចឹងពីយើងពេញលេខកន្លែងហ្នឹងហើយយើងលុបអានេះវិញទៅចាអូខេបន្ទាប់ហើយទីតាំងដែលយើងចង់បញ្ជាទិញគឺយើងដាក់នៅខាងខេត្តជាយើងคลิกនៅខេត្តបើយើងអត់នៅភ្នំពេញទេយើងคลิกលើខេត្ត
ឡើងខេត្តនេះកន្លែងអសយដ្ឋាននេះយើងបំពេញអសយដ្ឋានទីតាំងភូមិឃុំយើងនៅមកអញ្ចឹងគឺយើងប្រាប់ថានៅខ្នល់ជាតិលេខ4ខាងមហានគរចាធ្វើការនៅធនាគារមហានគរអញ្ចឹងណាចាឬស្ថានក្រហមរដ្ឋមហានគរធនាគារមហានគរចាទីរួមខេត្តកំពង់ស្ពឺចាយើងវាយបែបហ្នឹងមកណាទីរួមខេត្តកំពង់ស្ពឺតាមខ្នល់ជាតិចាមហានគរទីរួមខេត្តកំពង់ស្ពឺអូខេអញ្ចឹងនេះជាអសយដ្ឋានដែលយើងត្រូវធ្លាក់ឲ្យបានទៅបន្ទាប់ពីរួចរាល់អស់ហើយការជំរើសនៃការបង់ប្រាក់យើងអស់មកខើមជំរើសនៃការបង់ប្រាក់គឺយើងមាន4ជំរើសមាន ABA Wing Pay On ហើយនឹងតាម AC Data ចឹងខ្ញុំយកជំរើសក្នុងនេះខ្ញុំដាក់ ABA ចាព្រោះពេលយើងយកជំរើសតាម ABA ហើយគឺយើងយកពាក្យថាបាតចាស់ទូទាត់ឥឡូវចាអញ្ចឹងយើងដល់ធំកន្លែងហ្នឹងយើងចុចលើពាក្យថាទូទាត់ឥឡូវអូខេអញ្ចឹងបានរួចរាល់អស់ហើយអញ្ចឹងយើងចាប់ផ្ដើម copy គណនីលេខបញ្ជាទិញរបស់យើងក៏ដាក់ប៊ិចសភៅกระดาษក៏បាន copy ក៏បានដែរលេខបញ្ជាទិញក្បាល92ហ្នឹងណាចាទំនិញរបស់យើងហ្នឹងឥឡូវយើងថតអាហ្នឹងមួយសិនអូខេថតឯក្រង់បញ្ជាទិញហើយយើងចាប់ផ្ដើមចូលទៅបេងចា ABA របស់យើងដើម្បីយើងធ្វើការទូទាត់បង់ប្រាក់ទៅកាន់អាតូមីអញ្ចឹងយើងយកពាក្យថាទូទាត់ប្រាក់ហើយយើងចុចទៅពាក្យ Cake ភាសាអង់គ្លេស commercial តែសម្រាប់ភាសាខ្មែរពាណិជ្ជកម្មនិងចែកចាយមានរូបឡានចាហើយយើងចុចលើក្រុមហ៊ុន Atomy ចាហើយយើងជ្រើសរើសគណនីដែលយើងត្រូវទូទាត់ហ្នឹងហើយយើងដាក់លេខបញ្ជាទិញក្បាល92មិញហ្នឹងមកហើយយើងចុចលើចំនួនទឹកប្រាក់តែប៉ុណ្្នឹងគឺវានឹងលោតអូតូហើយចាវានឹងលោតមកគឺបង់អស់30តែតំណែងហ្នឹងយើងមិញអស់34បង់ឲ្យលើសម្រាប់ឈ្មោះ ID របស់យើងគឺភឿនសីរតមិញហ្នឹងដែលយើងបញ្ជាទិញសម្រាប់ផេប្រាក់មិញហ្នឹងណាចាអញ្ចឹងយើងដាក់ password បញ្ចូលចាតែប៉ុណ្នេះគឺរួចរាល់ជាមួយនឹងការបង់ប្រាក់អូខេអញ្ចឹងប៉ុណ្ណឹងគឺយើងទៅត្រឡប់ទៅមើល ID របស់យើងវិញទៅមើល Atomy របស់យើងហើយយើងចូលទៅ My Office មើលថាតើពិន្ទុរបស់យើងលោតនៅពីព្រោះយើងបានផេប្រាក់រួចហើយអញ្ចឹងពិន្ទុក្នុង ID យើងគឺលោតហើយហើយយើងបានបញ្ជាទិញតំណែងមិញហ្នឹងពីមុខមិញគឺបាន 9600 PV អញ្ចឹងអរគុណអាចចុចមើលផ្សេងទៀតបាន